សួស្តីទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូនឹងបង្ហាញពីមេរៀនតុក្កតាគំនិតតុក្កតាគំនិតនេះដែលភាសាអង់គ្លេសហៅថា concept cartoon វាជាយុទ្ធវិធីមួយដែលយើងអាចយកមកប្រើប្រាស់នៅក្នុង IBL ក្នុងមេរៀនមុនណាចាអញ្ចឹងដូចđâyហៅថាតុក្កតាគំនិតតុក្កតាគំនិតគឺជាអ្វីចាអញ្ចឹងកាលណាគេនិយាយអំពីតុក្កតាគំនិតគឺសំដៅទៅលើរូបតំណាងឬក៏រូបគំនូរងាយៗដែលយើងហៅថាជារូបតុក្កតាហើយបានបង្ហាញពីគំនិតការយល់ឃើញទស្សនៈយោបល់ណាមួយតើតឹងទៅនឹងស្ថានភាពរស់នៅប្រចាំថ្ងៃគេហៅថាតុក្កតាគំនិតហើយបញ្ជាក់ម្ដងទៀតតុក្កតាគំនិតគឺជារូបតំណាងមួយដែលយើងយកតុក្កតាជាតំណាងគំនិតការយល់ឃើញទស្សនៈណាមួយចាឥឡូវអ្នកគ្រូបង្ហាញរូបតំណាងមួយទៅអ្នកទាំងអស់គ្នានេះឃើញទេនេះជារូបមនុស្សហើយប៉ុន្តែជាតុក្កតាមែនទេរូបតុក្កតាដែលតំណាងជាមនុស្សមួយហើយមានការគិតមួយនេះជាយោបល់រូបនេះបោះបរោះនេះរូបនេះស្ត្រីនេះហើយនេះជារូបតុក្កតាតំណាងអ្នកគ្រូអញ្ចឹងមានពពុះសាប៊ូមួយជាគំនិតទស្សនៈនៃរូបមួយនឹងឃើញទេចាអញ្ចឹងតុក្កតាគំនិតនឹងគឺជារូបតុក្កតាដែលមានគំនិតទស្សនៈមួយចាអញ្ចឹងបន្តទៀតសារៈសំខាន់នៃតុក្កតាគំនិតថាតើតុក្កតាគំនិតហ្នឹងកាលណាយើងប្រើទៅវាមានប្រយោជន៍អីវាសំខាន់អីមែនទេចាអញ្ចឹងទាំងអស់គ្នាមើលធ្វើឲ្យគំនិតរបស់សិស្សមានភាពច្បាស់លាស់បើសិនជាករណីឧទាហរណ៍គាត់យល់បញ្ញត្តិណាមួយខុសមែនទេអញ្ចឹងធ្វើឲ្យគំនិតរបស់គាត់មានភាពច្បាស់លាស់ងាកចេញពីការយល់បញ្ញត្តិខុសហ្នឹងទៅរកលក្ខណៈមួយត្រឹមត្រូវមានហេតុផលឬក៏ logic អញ្ចឹងយើងមើលរូបភាពទី1នេះគេដាក់ថារូបភាពក្មេងប្រុសមួយហ្នឹងគាត់ឆ្ងល់តោះមកក៏រកចម្លើយបានហើយមែនទេចាអញ្ចឹងអត់អីពិបាកទេគ្រាន់តែដាក់រូបតំណាងមកហើយដាក់គំនិតនៃការគិតរបស់តុក្កតានោះចំណុចទី2សារៈសំខាន់នៃតុក្កតាគំនិតហ្នឹងគឺជំរុញការអភិវឌ្ឍនៃការគិតរបស់សិស្សឲ្យកាន់តែមានភាពទូលំទូលាយនិងមានទំនួលខុសត្រូវអញ្ចឹងគាត់គិតចារូបភាពមួយគឺតំណាងគំនិតមួយជំរុញឲ្យគាត់មានការគិតបែបទូលំទូលាយចាបើគាត់រើសយកគំនិតមួយហ្នឹងទស្សនៈមួយហ្នឹងតើគាត់មានអំណាចអីអញ្ចឹងណាចាសារៈសំខាន់ទី3បណ្ដោះគំនិតនៃការភាសាតាមបែបវិទ្យាសាស្ត្រឬភាព logic ចាអញ្ចឹងគាត់ធ្វើការងារជាក្រុមឧទាហរណ៍រូបភាពទី1គាត់ឆ្ងល់រូបភាពទី2តំណែងអីទី3គាត់រកដំណោះស្រាយទី4គឺដំណោះស្រាយរបស់គាត់គឺមានភាពជាក់លាក់ហើយអញ្ចឹងបណ្ដោះគំនិតនៃការភាសាតាមបែបវិទ្យាសាស្ត្របានន័យថាមានហេតុមានផលបែប logic ចាបន្តមកទៀតគឺធ្វើឲ្យសិស្សចេះសង្កេតវិភាគទៅលើបាតុភូតឬហេតុការណ៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃដែលពួកគេរស់នៅចាអញ្ចឹងតាមរយៈរូបភាពតុក្កតាហ្នឹងក៏ជាសារៈសំខាន់មួយដែរគឺឲ្យសិស្សនឹងចេះសង្កេតវិភាគទៅលើបាតុភូតទាំងអស់នោះចានឹងបង្កើតស្មារតីការងារជាក្រុមដោយការផ្លាស់ប្ដូរគំនិតយោបល់របស់សិស្សអញ្ចឹងបើសិនជាតុក្កតាច្រើនក៏គំនិតច្រើនដែរអញ្ចឹងគំនិតជាច្រើនយកមកបញ្ចូលគ្នាឬក៏ចែករំលែកទៅគ្នាទៅវិញទៅមកគឺជាការផ្លាស់ប្ដូរយោបល់មួយចាចុងក្រោយហ្នឹងគឺស៊ីជម្រៅទៅលើបញ្ញត្តិវិទ្យាសាស្ត្រចាគឺបញ្ញត្តិមួយជាក់លាក់ទ្រឹស្ដីមួយជាក់លាក់អញ្ចឹងអ្នកគ្រូនឹងប្រាប់ពីរបៀបប្រើប្រាស់តុក្កតាគំនិតការប្រើប្រាស់តុក្កតាគំនិតទី1ណែនាំប្រធានបទនិងបង្ហាញតុក្កតាពពុះដែលមានគំនិតផ្សេងៗគ្នាលើកពី2អញ្ចឹងបើសិនជាយើងចង់ប្រើតុក្កតាគំនិតដែលខាតគឺត្រូវប្រើតុក្កតាចាប់ពី2ឡើងទៅឬក៏លើសពី2អត់ឲ្យប្រើតែមួយទេចាប់ពី2ទៅវាអាចច្រើនអញ្ចឹងអាច2 3 4 6 8 10អញ្ចឹងទៅអាស្រ័យទៅលើប្រធានបទដែលលោកគ្រូអ្នកគ្រូបានណែនាំអញ្ចឹងយើងអាចបង្ហាញតុក្កតាពពុះមួយដែលមានគំនិតផ្សេងគ្នាទៅឲ្យគាត់ទី2ផ្ដល់ពេលវេលាខ្លីសម្រាប់ការគិតរបស់គាត់ចានឹងការពន្យល់ពីគំនិតហើយជ្រើសរើសយកគំនិតណាមួយដែលល្អជាងគេយកមកដាក់ទៅក្នុងតុក្កតានោះអញ្ចឹងបញ្ជាក់តុក្កតាមួយមានពពុះសាប៊ូមួយហ្នឹងគឺពពុះនៃការគិតហ្នឹងឲ្យគាត់យកគំនិតមកដាក់ក្នុងហ្នឹងទី3ការភាសាក្រុមតូចៗនៅក្នុងថ្នាក់ឬក្រៅថ្នាក់រៀនតាមរយៈ IBL អញ្ចឹងបើសិនជាគាត់ជ្រើសរើសរក IBL ដែលខាតត្រូវតែប្រើតុក្កតាគំនិតដើម្បីបង្ហាញពីការគិតការរិះរករបស់គាត់និងអំណះអំណាងឬយើងហៅថាជាការប្រមូលសមត្ថកម្មរបស់គាត់ណាចាទី4
ចែករំលែកបទពិសោធន៍នៃការរិះរកនៅក្នុងថ្នាក់រៀននិងជ្រើសរើសចម្លើយណាដែលប្រសើរឬត្រូវបន្ថែមនៅព័ត៌មានខ្លះទៀតបើសិនបើចាំបាច់ចាអញ្ចឹងពេលហ្នឹងដែលគាត់ភាសាគ្នាជាក្រុមហើយគាត់ជ្រើសរើសរកដំណោះស្រាយណាមួយដាក់ក្នុងពុះសាប៊ូហ្នឹងធ្វើឲ្យគាត់អាចបន្ថែមនៅព័ត៌មានចាំបាច់ណាមួយទៀតតាមរយៈពុះសាប៊ូឬតុក្កតាណាផ្សេងទៀតទី5ទាញយកគំនិតទាំងអស់ដែលបានពីការរិះរកដើម្បីទាញសេចក្តីសន្និដ្ឋានមួយដែលសមស្របអញ្ចឹងបើសិនជាគាត់រកឃើញតុក្កតា5 6ដែលជាគំនិតផ្សេងគ្នាអញ្ចឹងគាត់អាចធ្វើការសន្និដ្ឋានបានថាតើគំនិតមួយណាដែលក្បោះក្បាយឬសមហេតុផលជាងគេទី6គាត់អាចធ្វើការពិចារណាថាតើទស្សនៈរបស់សិស្សត្រូវបានផ្លាស់ប្ដូរយ៉ាងដូចម្ដេចចាផ្លាស់ប្ដូរពីការយល់បញ្ញត្តិខុសហើយកត្តាអីខ្លះដែលធ្វើឲ្យគាត់ផ្លាស់ប្ដូរជួនកាលគាត់យល់ឃើញឬក៏ទស្សនៈយោបល់របស់គាត់មួយហ្នឹងវាអត់សូវសមហេតុផលទេអញ្ចឹងក្រោយពីការពិភាក្សាដាក់តុក្កតាជាច្រើនឬគំនិតជាច្រើនយកមកពិភាក្សាផ្ដោះប្ដូរយោបល់គ្នាធ្វើឲ្យគាត់ដឹងថាគំនិតរបស់គាត់ហ្នឹងជាការយល់ឃើញមួយងាកឆ្ងាយអំពីចម្លើយដែលសមហេតុផលអញ្ចឹងធ្វើឲ្យគាត់កែប្រែដោយខ្លួនឯងមកគឺគាត់ផ្លាស់ប្ដូរការយល់ឃើញចាអញ្ចឹងអ្នកគ្រូនឹងបង្ហាញឧទាហរណ៍ទៅលើការសិក្សាលើប្រធានបទមួយក្រោយពីសិក្សារឿងទុំទាវរួចមកតើទស្សនៈនំមិនធំជាងនាឡិនៅមានឥទ្ធិពលនៅក្នុងសង្គមខ្មែរដែរឬទេចាអញ្ចឹងទស្សនៈនំមិនធំជាងនាឡិហ្នឹងនៅប្រើប្រាស់ក្នុងសង្គមខ្មែរបច្ចុប្បន្នអត់អញ្ចឹងប្រធានបទមួយហ្នឹងជាចងល់មួយឬជាសំណួរកលឹះមួយដែលអ្នកគ្រូចោទទៅសិស្សនៅពេលនោះសិស្សចាប់ផ្ដើមរកដំណោះស្រាយរបស់គាត់ដែរអញ្ចឹងអ្នកគ្រូបង្ហាញតុក្កតាចារូបករូបខនិងរូបកអញ្ចឹងរូបតំណាងទី1នេះគឺត្រូវតែតំណាងគំនិតមួយរូបទី2តំណាងគំនិតមួយដែររូបទី3តំណាងគំនិតមួយដែរអញ្ចឹងគំនិតដែលគាត់ត្រូវឆ្លើយហ្នឹងគឺតកតងទៅនឹងទស្សនៈនំធំជាងនេះត្រូវឆ្លើយថាឥទ្ធិពលនៃទស្សនៈហ្នឹងនៅប្រើក្នុងសង្គមខ្មែរអត់ចាអញ្ចឹងរូបតំណាងទី1ឬហៅថាតុក្កតាទី1គាត់ថាកូនត្រូវប្រើសិទ្ធិក្នុងការជ្រើសរើសគូសកលដោយខ្លួនឯងអញ្ចឹងទស្សនៈនំធំជាងនេះគឺជាការទុកដាក់កូនចៅអាស្រ័យទៅលើអាណាព្យាបាលឪពុកម្ដាយអញ្ចឹងណាចាគឺកូនអត់មានសិទ្ធិបកាយទេអញ្ចឹងរូបតំណាងទី1គាត់ថាអត់ទេទស្សនៈហ្នឹងនៅក្នុងសង្គមខ្មែរហ្នឹងគឺអត់ត្រូវប្រើទេពីព្រោះគាត់យល់ពីសិទ្ធិហើយសិទ្ធិសេរីភាពសិទ្ធិក្នុងការរើសគូសកលអញ្ចឹងត្រូវប្រើប្រាស់សិទ្ធិក្នុងការរើសគូសកលចារូបតំណាងទី2ចារូបតំណាងទី2ហ្នឹងគាត់គិតថាមនុស្សស្រីមនុស្សប្រុសនេះគាត់គិតថាឪពុកម្ដាយនិងកូនត្រូវសម្រេចចិត្តរួមគ្នាក្នុងការរើសគូសកលបានន័យថាសង្គមខ្មែរបច្ចុប្បន្នទោះបីជាយើងយល់ពីសិទ្ធិសេរីភាពក្នុងការរើសគូសកលប៉ុន្តែអត់ត្រូវចោលឪពុកម្ដាយឬក៏អាណាព្យាបាលទេអញ្ចឹងទាំងពីរនាក់ត្រូវចូលរួមក្នុងការរើសគូសកលបានន័យថា50%ម្នាក់ណាចាអញ្ចឹងរូបកបុរសកគាត់យល់ឃើញថាឪពុកម្ដាយសម័យបច្ចុប្បន្ននេះចាសង្គមបច្ចុប្បន្នឪពុកម្ដាយប្រើសិទ្ធិក្នុងការរើសគូសកលឲ្យកូនពីព្រោះឪពុកម្ដាយជាអ្នកចិញ្ចឹមបីបាច់កូនមិនអញ្ចឹងណាចាហើយកូននៅក្នុងបន្ទប់កូនអត់ទាន់ស្គាល់គេហៅថាពីជីវិតគូពីឬក៏បញ្ហាក្នុងសង្គមទេអញ្ចឹងឪពុកម្ដាយត្រូវតែរើសគូសកលឲ្យកូនហើយក្នុងបច្ចុប្បន្នហ្នឹងក៏ក្នុងសង្គមគ្រួសារខ្លះក៏នៅតែឪពុកម្ដាយរើសគូសកលឲ្យកូនដែរអញ្ចឹងចំពោះតុក្កតាទី1តុក្កតារូបកតុក្កតារូបខនិងតុក្កតារូបកក៏មានទស្សនៈផ្សេងគ្នាអញ្ចឹងទាំងអស់គ្នាអាចដាក់រូបតំណាងផ្សេងទៀតមិនមានគំនិតតែ3ហ្នឹងឯងអាចមានគំនិតច្រើនទៀតតែបច្ចៈគុំតតចោលគំនិតរបស់សិស្សគាត់យល់ឃើញបែបណាក៏ទទួលយកដែរហើយយើងយកមកដាក់ពិភាក្សាគ្នាទាំងអស់គ្នាថាតើទស្សនៈមួយណាសមហេតុផលជាងគេចាអញ្ចឹងឧទាហរណ៍ការសិក្សាលើប្រធានបទតើអ្នកយល់ស្របលើចម្លើយមួយណានៃតុក្កតារូបករូបខឬក៏រូបកចាពន្យល់ពីចម្លើយដែលអ្នកគិតថាត្រឹមត្រូវសមហេតុផលនិងច្បាស់លាស់សិស្សនឹងទទួលបានការគិតនិងការវិភាគមែនអត់អញ្ចឹងបើសិនជាសិស្សក៏គិតថារូបកត្រូវដែរព្រោះសម័យបច្ចុប្បន្នយើងគួរតែជ្រើសរើសគូសកលដែលប្រើប្រាស់សិទ្ធិពីព្រោះយើងបានរៀនសូត្រយើងដឹងពីកាតព្វកិច្ចនិងតួនាទីជាពិសេសសិទ្ធិក្នុងការរើសគូសកលរបស់យើងពីព្រោះសុភមង្គលយើងជាអ្នកស្វែងរកយើងជាអ្នកទទួលយកបើយើងអត់ធ្វើសកម្មភាពយើងអត់ទទួលសុភមង្គលនឹងទេ
ចាដល់ពេលរូបខក៏ថាក៏ម្យ៉ាងដែរពីព្រោះសង្គមខ្មែរគឺយើងអត់ដែរចោលអាណាព្យាបាលឬពុកម្ដាយទេបើយើងរើសគូសកលយើងស្រឡាញ់ពេញចិត្តឪពុកម្ដាយក៏តាមយើងដែរមែនទេបើសិនជាយើងរើសទៅថាអត់ល្អឬក៏ល្អឪពុកម្ដាយក៏តាមយើងដែរបើសិនជាឪពុកម្ដាយរើសឲ្យក៏យើងយកពិចារណាដែរថាតើអាចទៅរួចអត់មែនអត់ដល់ពេលរូបក៏គិតថាឪពុកម្ដាយត្រូវតែប្រើប្រាស់សិទ្ធិក្នុងការរើសឲ្យកូនព្រោះគាត់ជាអ្នកចិញ្ចឹមចាំបើនិយាយពីបច្ចុប្បន្នអ្នកគ្រូគិតថាពួកយើងអាចអត់សូវគ្រប់គ្រងទេពីព្រោះគំនិតកូននឹងអត់បានសួរយោបល់ពីកូនទេគឺឪពុកម្ដាយជាអ្នកប្រើសិទ្ធិនឹងបានន័យថាគ្រប់គ្រងនៅទស្សនៈនំធម្មជំនាចឹងអ្នកគ្រូគិតថារូបកូននឹងអាចជាចម្លើយមួយមិនតាន់សមហេតុផលចំពោះការគិតបច្ចុប្បន្នរបស់មនុស្សក្នុងសង្គមខ្មែរអញ្ចឹងយើងចាប់ផ្ដើមងាកមកមើលកនិងខអញ្ចឹងពីរហ្នឹងយើងអាចរើសមួយណាយើងអាចរើសកក៏បានខក៏បានឲ្យតែមានហេតុផលមួយជាក់លាក់អញ្ចឹងពេលនោះសិស្សចាប់ផ្ដើមគិតហើយចាអញ្ចឹងគោលដៅរបស់ IBL ដែលយើងប្រើតុក្កតាកំណត់ហ្នឹងគឺទម្លាប់ការគិតរបស់សិស្សទម្លាប់ការវិភាគរបស់គាត់ដើម្បីគាត់រកដំណោះស្រាយមួយដែលសមស្របហើយផ្សារភ្ជាប់នឹងជីវភាពរស់នៅថាតើបើគាត់យកចម្លើយកហ្នឹងលទ្ធផលបែបណាចម្លើយខលទ្ធផលបែបណាចម្លើយកលទ្ធផលបែបណាអញ្ចឹងបើគាត់ប្រើប្រាស់សិទ្ធិសេរីភាពរបស់គាត់អ្នកគ្រូជឿថាចម្លើយកនិងចម្លើយខហ្នឹងគឺសមស្របជាងគេហើយវាស៊ីជាមួយនឹងសង្គមបច្ចុប្បន្នទៀតមិនអញ្ចឹងណាចាការប្រែប្រួលនៃតុក្កតាកំណត់ទាំងអស់គ្នាត្រូវទុកចន្លោះទទេបែបនេះចាអញ្ចឹងយើងដាក់តុក្កតាមួយហើយទុកចន្លោះគំនិតទទេមួយចាបង្កើតតុក្កតាដោយខ្លួនឯងដោយប្រមូលគំនិតរបស់សិស្សអញ្ចឹងតុក្កតានោះលោកគ្រូជាអ្នកបង្កើតហើយប្រមូលគំនិតសិស្សដាក់នៅក្នុងចន្លោះទទេនៃតុក្កតានេះប៉ុន្តែបើនៅក្នុងកិច្ចតែងការលោកគ្រូត្រូវតែមានរូបតុក្កតាហើយមានគំនិតព្រៀងទុករួចជាស្រេចនៅក្នុងអាចន្លោះនេះប៉ុន្តែនៅក្នុងការបង្រៀនគឺអត់ទាន់មានគំនិតទេជាចន្លោះទទេអាចឲ្យសិស្សដែលធ្វើការងារជាក្រុមហ្នឹងមកបំពេញគំនិតមួយនេះចាហើយយកមកបង្ហាញនៅលើក្តារខៀនចាតោះនេះអញ្ចឹងនៅក្នុងកិច្ចតែងការរូបភាពតុក្កតាហ្នឹងត្រូវតែមានគំនិតព្រៀងទុករបស់លោកគ្រូអ្នកគ្រូនៅក្នុងការបង្រៀនតុក្កតាហ្នឹងគឺអត់មានគំនិតទេទុកឲ្យសិស្សជាអ្នកសរសេរចាក្រុមសិស្សធ្វើការបង្កើតគំនិតផ្ទាល់ខ្លួនរបស់ពួកគេចាគឺជំរុញឲ្យសិស្សបង្កើតតុក្កតាដោយខ្លួនឯងហើយបង្ហាញពីមូលហេតុដែលធ្វើឲ្យពួកគេមានការភ័ន្តច្រឡំទៅលើប្រធានបទជំរុញណាជាការជំរុញបើសិនជាករណីលោកគ្រូអ្នកគ្រូតាំងអត់ចង់ដាក់តុក្កតាបែបហ្នឹងឬអត់ចេះគូឬយ៉ាងម៉េចទាំងអស់គ្នាអាចឲ្យសិស្សហ្នឹងដាក់តុក្កតាតំណាងគំនិតទស្សនៈក្រុមរបស់គេខ្លួនឯងអញ្ចឹងដើម្បីភាពងាយស្រួលលោកគ្រូអ្នកគ្រូអាចធ្វើជាបង្កើតជាសម្ភារៈឧបទេសដោយខ្លួនឯងមកពីផ្ទះមកដាក់រូបតុក្កតាមួយពពុះសាប៊ូមួយហើយចែកជាក្រុមហើយទុកឲ្យគាត់សរសេរទៅហើយសម្ភារៈឧបទេសដែលយើងបានបង្កើតហ្នឹងយើងអាចប្រើនៅម៉ោងក្រោយៗទៀតបានអត់ពិបាកទេមែនទេចាអញ្ចឹងគ្រូអាចប្រើតុក្កតាកំណត់នៅចុងមេរៀនដើម្បីពង្រឹងសមត្ថភាពសិស្សក៏បានឬយើងអាចប្រើនៅក្នុង IBL ក៏បាននេះអញ្ចឹងរូបតំណាងនេះអាចជាតុក្កតាក្មេងស្រីកំណត់មួយតុក្កតាក្មេងប្រុសកំណត់មួយចាអញ្ចឹងរូបមិនក៏បានដែរឲ្យតែយើងចូលចិត្តហើយបើយើងដឹងពីគេហៅថាទំនោររបស់សិស្សបច្ចុប្បន្នគាត់ចូលចិត្តរូបតុក្កតារូបតំណាងបែបណាដាក់ឲ្យចំផ្នត់កំណត់គាត់ទៅគាត់ចូលចិត្តដែរអញ្ចឹងការភ័ន្តច្រឡំទៅលើតុក្កតាកំណត់មិនចាំបាច់មានចម្លើយត្រូវតែមួយគត់នោះទេចាអញ្ចឹងចម្លើយអត់ត្រូវក៏បានចម្លើយបែបប្រះចាកក៏បានចម្លើយមិនក៏បានដែរចាពេលខ្លះចម្លើយតុក្កតាកំណត់អាស្រ័យលើគោលបំណងមួយសម្រាប់សិស្សនិងគ្រូអាចអនុវត្តលើមេរៀនវិទ្យាសាស្ត្រនិងសង្គមបានអញ្ចឹងចម្លើយបែបណាក៏ទទួលយកដែរហាមទាត់ចោលចម្លើយរបស់សិស្សតោះនេះទាំងអស់គ្នាចាអញ្ចឹងចំពោះតុក្កតាកំណត់អ្នកគ្រូសូមបង្ហាញតែប៉ុណ្្នឹងហើយសង្ឃឹមថាទាំងអស់គ្នាយកទៅប្រើនៅក្នុង IBL ទាំងអស់គ្នាចាអញ្ចឹងអរគុណច្រើនចំពោះការ